ប្រធានរឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរក្រោមរបបសក្តិភូមិន្ទសម័យលង្វែកនេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូបគឺទុំនិងទាវតាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រងនិងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករមូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីផ្ទុយគ្នាគឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករឬស្នេហាចិត្តនឹងចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនេះមួយដណ្ដើមយកឈ្នះរៀងខ្លួនទស្សនៈចំពោះការស្លាប់របស់ទុំស្លាប់បណ្ដាលមកពីមិនស្ដាប់បណ្ដាំគ្រូទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរីកសារទុំស្លាប់បណ្ដាលមកពីម្ដាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់ទុំស្លាប់បណ្ដាលមកពីអរជូននិងម៉ឺនងួនជាអ្នកសម្លាប់ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំស្លាប់បណ្ដាលមកពីស្ដេចរាមាបណ្ដាលឲ្យទុំយករាជសារទៅខ្លួនឯងទុំស្លាប់ព្រោះស្នេហាទុំស្លាប់បណ្ដាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្ដង